សេចក្តីជូនដំណឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកសមកសូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាក្រោយពីកសមកបានដាក់ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើករណីការប្រើប្រាស់សម្លេងរំខានដែលជាទម្រង់នៃការបំផិតបំភ័យនិងយាយីផ្លូវចិត្តប្រជាជនកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃលោកស៊ូណៃផាស៊ុទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃគឺជាបុគ្គលទី3បន្ទាប់ពីលោកជំទាវអង្គខាណានីឡាផៃឈិតសមាជិកព្រឹទ្ធសភាប្រទេសថៃនិងឧត្តមមន្ត្រីនៃការិយាល័យមហាអัยការដែលបានទទួលស្គាល់ថាទង្វើទាំងនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្រោមអនុសញ្ញាប្រឆាំងទារុណកម្មនិងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ឬបន្ថោកបន្ទាប CAT ការនេះបានធ្វើឲ្យប្រទេសថៃរងភាពអាម៉ាស់លើឆាកអន្តរជាតិចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរកសមកសូមដកស្រង់ខ្លឹមសារដូចខាងក្រោមនេះលោកស៊ូណៃផាស៊ុបានលើកឡើងថាការប្រើប្រាស់ធុងបាសក្នុងការបន្លឺសម្លេងកណ្ដឹងនិងយន្តហោះដោយបុគ្គលឈ្មោះកាន់ចោមផាឡាំងគឺជាប្រតិបត្តិការខាងផ្លូវចិត្តដែលពាក់ព័ន្ធនឹងសម្លេងក្នុងការធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាប្រឆាំងទារុណកម្មនិងច្បាប់របស់ប្រទេសថៃគោលបំណងចម្បងគឺការបង្កើនសម្លេងឆ្លងកាត់បន្លាលួសឆ្ពោះទៅសហគមន៍ប្រជាជនកម្ពុជាក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដោយញុះញង់គំរាមកំហែងនិងការបង្កើនភាពភ័យខ្លាចដល់ប្រជាជនកម្ពុជាការយករថយន្តដែលបំពាក់ដោយគ្រឿងបំពងសម្លេងទៅចតនៅក្នុងតំបន់ច្បាប់អាជ្ញាសឹកជាកន្លែងដែលគ្មានអ្នកណាចូលបានតាមអំពើចិត្តជាពិសេសនៅពេលយប់ទោះបីជាអ្នកប្រព្រឹត្តមិនមែនជាអ្នកមានតួនាទីក៏ដោយហេតុអ្វីបានជាកងទ័ពមិនរារាំងនៅធ្វើមិនដឹងមិនឮបែបនេះថ្ងៃអង្គារ7រោចខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី14ខែតុលាឆ្នាំ2025